បាទសួស្តីអ្នកទាំងអស់គ្នាវិលជួបគ្នាម្ដងទៀតហើយបាទហើយក្នុងវីដេអូនេះដែរខ្ញុំនឹងមកបង្ហាញអ្នកទាំងអស់គ្នាពីការប្រើប្រាស់ទាក់ទងនឹង Google Drive បាទអញ្ចឹងទាក់ទងការប្រើប្រាស់ Google Drive ហ្នឹងតើវាមានអត្ថប្រយោជន៍យ៉ាងណាខ្លះបាទអញ្ចឹងទាក់ទងការប្រើប្រាស់ Google Drive ហ្នឹងគឺវាអាចជួយយើងបានច្រើនអញ្ចឹងនៅពេលដែលយើងធ្វើការupload ឯកសារឬក៏ folder ឬក៏ទិន្នន័យណាមួយអញ្ចឹងទៅក្នុង Google Drive របស់យើងបាទអញ្ចឹងនៅពេលដែលយើងធ្វើការ login account Gmail របស់យើងហ្នឹងទៅក្នុង computer ឬក៏ទូរស័ព្ទ device ណាផ្សេងទៀតអញ្ចឹងគឺយើងអាចទាញយកទិន្នន័យរបស់យើងហ្នឹងពី Google Drive យកមកប្រើបានបាទអញ្ចឹងតើតើនឹង Google Drive របស់យើងគឺវាមានចំនួន 15GB សម្រាប់ឲ្យយើងប្រើប្រាស់នៅពេលដែលយើងធ្វើការបង្កើត account Gmail មុនដំបូងគឺវាព្រីឲ្យយើងចំនួន 15GB បាទហើយឥឡូវទៅមើលខ្ញុំអនុវត្តបង្ហាញទាំងអស់គ្នាបាទអូខេអញ្ចឹងអ្នកទាំងអស់គ្នាមុនដំបូងអ្នកទាំងអស់គ្នាអាចចុចទៅកន្លែងសញ្ញាចុច9នេះកន្លែង 3 9នេះអូខេអញ្ចឹងកន្លែងនេះគេហៅថាតើតើនឹង Google App នៅក្នុងហ្នឹងគឺវាមាន app របស់ Google ជាច្រើនសម្រាប់ឲ្យយើងប្រើប្រាស់អញ្ចឹងចូលមកវាមាន account វាមាន Drive វាមាន Gmail អីយ៉ាងទៅបាទអូខេអញ្ចឹងកន្លែងនេះយើងចុចចូលទៅកន្លែង Drive មកបាទអញ្ចឹងកន្លែងនេះតើតើនឹងកន្លែងនេះគឺ account របស់ខ្ញុំគឺថ្មីអត់ទាន់បានធ្វើការបង្កើតអីទេបាទអញ្ចឹងចំណុចដំបូងខ្ញុំបញ្យល់អ្នកទាំងអស់គ្នាពីការរបៀបចូលទៅបង្កើត folder បាទអញ្ចឹងតើតើនឹងការ folder ហ្នឹងអាហ្នឹងបើយើងប្រៀបធៀបទៅវាដូចជាកន្លែងយើងផ្ទុកទៅលើឯកសារទៅតាមផ្នែកនីមួយៗអញ្ចឹងណាឧទាហរណ៍ថាបើយើងហៅសាមញ្ញធម្មតាគេហៅថតអញ្ចឹងទៅបាទមានថាយើងផ្ទុកឯកសារទៅតាមផ្នែកនីមួយៗឧទាហរណ៍ថាក្នុងផ្នែកកុំព្យូទ័រផ្នែកភាសាអង់គ្លេសអញ្ចឹងទៅយើងដាក់ទៅតាមដាក់ឯកសាររបស់យើងទៅតាមផ្នែកវាមួយៗអញ្ចឹងទៅបាទអញ្ចឹងរបៀបចូលទៅបង្កើតតទៅនឹង folder ហ្នឹងគឺយើងអាចចុច new នេះបានយើងអាចចុចមកកន្លែង new នេះមកបាទអញ្ចឹងវាបង្ហាញហ្នឹងអញ្ចឹងកន្លែងនេះវា new folder នេះគឺយើងប្រើសម្រាប់ចូលទៅបង្កើត folder ថ្មីបាទហើយដល់ពេលកន្លែង file upload នេះមានន័យថាយើងចូលទៅ upload ឯកសារតកតងនឹងឯកសារអ្វីក៏បានដែរឬក៏តកតងនឹងប្រភេទ file បែបម៉េចក៏បានដែរទិន្នន័យបែបណាក៏បានដែរសំខាន់ឲ្យតែទិន្នន័យហ្នឹងមានថាវា space វាតូចជាងទំហំដែលយើងនៅសល់ឧទាហរណ៍ថាកន្លែងនេះយើងមាន 15G អញ្ចឹងទិន្នន័យហ្នឹងធ្វើម៉េចឲ្យក្រោម 15G បាទឬក៏ទិន្នន័យហ្នឹងយើងប្រើប្រាស់ឧទាហរណ៍ថាយើងប្រើអស់10G ហើយអញ្ចឹងវាសល់ 15G អញ្ចឹងទិន្នន័យដែលយើងចង់ upload បន្ថែមធ្វើម៉េចឲ្យវាក្រោម space ដែលយើងនៅសល់ហ្នឹងបាទអូខេហើយចំណុចមួយទៀតតទៅនឹងកន្លែង folder upload នេះ folder upload នេះមានន័យថានៅពេលដែលយើងធ្វើការ upload folder ទៅអញ្ចឹងឯកសារដែលវាមាននៅក្នុង folder ហ្នឹងគឺវានឹងមកតាមជាមួយ folder ហ្នឹងទាំងអស់អញ្ចឹងកន្លែងនេះមិនមែនថានៅពេលដែលយើង upload folder ទៅវាមកតែ folder ទេឯកសារដែលនៅក្នុង folder ហ្នឹងក៏អត់មកទេអញ្ចឹងកន្លែងហ្នឹងគឺមិនមែនទេណាអញ្ចឹងកន្លែងនេះនៅពេលដែលយើងធ្វើការ upload folder ទៅអញ្ចឹងទិន្នន័យដែលវានៅក្នុង folder ហ្នឹងគឺវានឹងមកជាមួយគ្នាទាំងអស់បាទឥឡូវខ្ញុំឧទាហរណ៍កន្លែងការបង្កើត folder នេះសិនអញ្ចឹងយើងតែនេះយើងចុចម៉ៅខាងឆ្វេងមកអូខេហើយកន្លែងនេះយើងអាចដាក់ឈ្មោះតទៅនឹង folder របស់យើងទៅតាមប្រភេទទិន្នន័យដែលយើងចង់ផ្ទុកបាទឧទាហរណ៍កន្លែងនេះខ្ញុំដាក់តទៅនឹង computer box ចុះបាទហើយបន្ទាប់មកយើងជ្រើសរើសយកពាក្យ create អញ្ចឹងយើងរងចាំបន្តិចទៅទៀតវានឹងបង្ហាញហ្នឹងបាទអូខេអញ្ចឹងវានឹងបង្ហាញតទៅនឹង folder ដែលយើងបានបង្កើតហើយអញ្ចឹងតទៅ folder នេះយើងអាចជ្រើសរើសទម្រង់បែបនេះក៏បានហើយឬក៏បែបនេះក៏បានដែរអូខេហើយឥឡូវឧទាហរណ៍ថាខ្ញុំចូលទៅបង្កើត folder មួយទៀតចុះកន្លែងខ្ញុំដាក់English ចុះអូខេយើងចូល create បាទអញ្ចឹងតទៅ folder របស់យើងគឺយើងអាច rename អាចធ្វើការលុបអីបានតាមចិត្តរបស់យើងណាឧទាហរណ៍ថាកន្លែងនេះយើងចង់តទៅនឹង rename អញ្ចឹងយើងអាច rename វាកន្លែងនេះតទៅ download មានន័យថាយើង download folder របស់យើងហ្នឹងយកទៅដាក់កុំព្យូទ័ររបស់យើងបាទហើយកន្លែងនេះ rename ហ្នឹងមានន័យថាយើងដូរឈ្មោះតទៅនឹង folder របស់យើងណាបាទឬក៏កន្លែង share នេះមានន័យថាយើងអាច share តទៅនឹង folder របស់យើងហ្នឹងចែកចាយទៅឲ្យអ្នកផ្សេងមើលបានអូខេហើយកន្លែងនេះតទៅនឹងការលុបបាទអូខេ
ហើយចំណុចទី2ខ្ញុំបង្ហាញអ្នកទាំងនេះពីរបៀបចូលទៅ upload ឯកសារអញ្ចឹងខ្ញុំបង្ហាញមួយទៀតតកតងការ upload ឯកសារហ្នឹងបើសិនជាយើងឈរនៅទីតាំងខាងក្រៅ folder នេះទេនៅពេលដែលយើងធ្វើការ upload ឯកសារហ្នឹងទៅអញ្ចឹងឯកសាររបស់យើងគឺវានៅឈរនៅខាងក្រៅកន្លែងនេះទេណានៅកន្លែង My Drive នេះទេណានៅខាងក្រៅ folder នេះទេណាអញ្ចឹងបើយើងចង់ឲ្យឯកសាររបស់យើងពេល upload ទៅវាចូលទៅក្នុង folder របស់យើងនេះយើងអាចចុចចូលទៅក្នុង folder បែបនេះបានហើយបន្តមកយើងយកពាក្យ new យើងយក file upload ទៅនេះមកបាទបន្តមកយើងទៅជ្រើសរើសប្រភេទឯកសារមួយណាដែលយើងចង់ធ្វើការ upload ឥឡូវឧទាហរណ៍កន្លែងនេះខ្ញុំចូលទៅក្នុង folder នេះមកបាទឥឡូវឧទាហរណ៍ថាខ្ញុំ upload តទៅនឹងឯកសារពីរនេះមានតទៅនឹង Gmail lesson អូខេនឹងអាកន្លែង note page កន្លែងនេះមួយទៀតបាទខ្ញុំអាច select ទាំងពីរក៏បានឬក៏យើងអាច select ម្ដងមួយក៏បានបើយើង select ទាំងពីរក៏បានដែរតោះមកយើងយកពាក្យ open មកហើយយើងធ្វើការរងចាំពីបន្តិចវាកំពុងតែ process ដំណើរការមកហើយបាទឥឡូវគឺពេញហើយបាទអញ្ចឹងកន្លែងនេះគឺឯកសារដែលយើងបាន upload មិញវានៅក្នុង folder computer បាទឥឡូវក្នុងករណីបើសិនជាយើងឈរនៅទីតាំងខាងក្រៅបែបនេះអញ្ចឹងនៅពេលដែលយើង upload ទៅឯកសារគឺវានៅខាងក្រៅដូចគ្នាបាទឥឡូវឧទាហរណ៍ថាខ្ញុំupload មួយនេះចុះបាទអញ្ចឹងតើតោះនឹង keyboard ខ្មែរអូខេអញ្ចឹងនៅពេលដែលវាចេញសញ្ញា tick គ្រីសពណ៌ខៀវបែបនេះមានន័យថាដំណើរការរបស់យើងគឺវាពេញហើយពេលតើតោះការ upload ហ្នឹងបាទហើយមួយទៀតតើតោះហ្នឹង upload folder អូខេអញ្ចឹងឥឡូវខ្ញុំអាចចូលទៅក្នុងខ្ញុំដាក់ខាងក្រៅនេះក៏បានដែរបាទដើម្បីឲ្យវាបង្ហាញនៅខាងក្រៅនេះអញ្ចឹងខ្ញុំយកចូលទៅពាក្យ new ហើយខ្ញុំយកកន្លែង folder upload នេះបាទអូខេអញ្ចឹងកន្លែងនេះឧទាហរណ៍ថាទិន្នន័យនៅក្នុង folder នេះយើងមើលពីខាងក្រៅយើងឃើញប៉ុន្តែបើយើងចូលទៅមើលនៅក្នុងទៅអត់មានទេណាអត់មានទេបាទប៉ុន្តែនៅពេលដែលយើង upload តាក់ទងនឹង folder ហ្នឹងទៅអញ្ចឹងទិន្នន័យដែលវានៅក្នុង folder ហ្នឹងទាំងអស់អញ្ចឹងគឺវានឹងមកតាមហើយឧទាហរណ៍កន្លែងនេះកន្លែងខ្មែរ keyboard នេះខ្ញុំចូលទៅមើលអត់មានទិន្នន័យទេបាទប៉ុន្តែជាក់ស្ដែងទិន្នន័យវាមានក្នុងហ្នឹងបាទឥឡូវយើងអាចចូលមកមើលកន្លែងនេះបាននៅក្នុងទិន្នន័យដែលខ្ញុំដាក់នៅបង្ហាញ desktop នេះបាទអញ្ចឹងកន្លែងនេះវាមានឯកសារវាមានតាក់ទងនឹងរូបភាពពីរបាទអញ្ចឹងឥឡូវយើងចូលទៅ upload មកយើងយក new ហើយយក folder upload បាទអញ្ចឹងកន្លែងនេះយើងចង់ upload តាក់ទងនឹង folder មួយនេះខ្មែរ keyboard នេះបាទអញ្ចឹងយើងអាច select ទៅលើ folder មួយហ្នឹងទៅហើយជ្រើសរើសយកពាក្យ upload អញ្ចឹងខ្ញុំបញ្ជាក់ម្ដងទៀតនៅពេលដែលយើងធ្វើការ upload folder អញ្ចឹងទិន្នន័យដែលវានៅក្នុង folder ហ្នឹងគឺវានឹងមកជាមួយ folder របស់យើងបាទអូខេហើយបន្តមកកន្លែងនេះយើងជ្រើសរើសយកពាក្យ upload ឥឡូវយើងធ្វើការរងចាំបន្តិចបាទអញ្ចឹងកន្លែងនេះគឺវាមកហើយនេះអូខេគឺវាពេញហើយអញ្ចឹងយើងអាចចូលទៅមើលជាក់ស្ដែងទិន្នន័យរបស់យើងនៅក្នុង folder របស់យើងបាទអូខេដែលយើងបាន upload មិញណាអញ្ចឹងគឺវាមកជាមួយដែរបាទបាទហើយក្នុងវីដេអូនេះដែរគឺមានតែប៉ុណ្្នឹងទេបាទហើយក្នុងវីដេអូក្រោយខ្ញុំនឹងបង្ហាញអ្នកនរគ្នាពីរបៀបនៃការប្រើប្រាស់ឧទាហរណ៍តាក់ទងនឹងកន្លែងនេះ Google Form មានកន្លែងនេះ Google Slide Google Sheet ហើយមាន Google Doc អីចឹងបាទអរគុណសម្រាប់ការតាមដានវីដេអូនេះពីដើមរហូតដល់ចប់បាទ